ថ្ងៃនេះខ្ញុំទ្រាំអត់បានទេចេញមកពីកម្មវិធីមេបូជាភ្លាមខ្ញុំបានសម្ដៅមករកបុកល្ហុងហើយខ្ញុំបានសុំថតពេលដែលគេបុកចឹងណាបងប្អូនខ្ញុំប្រាប់ថាខ្ញុំថតប្លុកខ្ញុំសុំថតប្លុកទេខ្ញុំបានថតធ្វើអីទេចឹងណាហើយអ្នកលក់ហ្នឹងគាត់រស់រាយណាគាត់ប្រាប់ខ្ញុំថាអីទេថតចោះចាថតចោះចឹងខ្ញុំក៏សម្រេចចិត្តថតណាបងប្អូនហើយថ្ងៃហ្នឹងគាត់សួរខ្ញុំថាបុកល្ហុងហ្នឹងយកហិលឬក៏ល្មមតែហើយខ្ញុំឆ្លើយថាយកហិលហើយក៏សួរទៀតថាហិលខ្លាំងឬហិលតិចខ្ញុំឆ្លើយថាហិលខ្លាំងបុកល្ហុងបើមិនហិលវាអត់ឆ្ងាញ់និយាយប្រាប់អ្នកលក់ចឹងទៀតណាបងប្អូនឃើញតាមម្ទេសនៅក្នុងត្បាល់នោះក៏ដឹងដែរថាប្រហែលម្ទេសហើយណាក៏10ម្ទេសដែរណាបងប្អូនអូយខ្ញុំបញ្ចូលសម្លេងនេះខ្ញុំឃ្លានទៀតឯងបងប្អូនខ្ញុំអត់បានញ៉ាំនៅវត្តទេគឺខ្ញុំយកមកញ៉ាំនៅផ្ទះតែម្ដងបងប្អូនញ៉ាំទាំងយប់ហើយកាពះខ្ញុំនិយាយមែនខ្ញុំទៅតែមកពីពេទ្យដាក់ស្រោមដោយសារតែកាពះខ្ញុំកើតជំងឺកាពះដោយសារញ៉ាំហិលញ៉ាំអីចឹងណាដល់ពេលចឹងទៅពេទ្យថាឲ្យតមបងប្អូនអើយគាត់ដល់ផ្ទះដោះស្រោមបានតែ3-4ថ្ងៃទេខ្ញុំទ្រាំអត់បានទេខ្ញុំឃើញបុកល្ហុងគឺខ្ញុំទ្រាំយូរខ្ញុំទ្រាំអត់បានអញ្ចឹងណាបងប្អូនខ្ញុំក៏សម្រេចចិត្តឲ្យអ្នកលក់នឹងដាក់យកហិលទៀតបើមិនបានហិលគឺញ៉ាំមិនឆ្ងាញ់អញ្ចឹងបងប្អូនគ្រាន់តែឃើញស្ទាយសាប់ល្ហុងនេះក៏ដឹងថាជាតិដែរមែនណាបងប្អូនបុកល្ហុងនេះគឺថាជាតិមែនឆ្ងាញ់ណាបងប្អូនអើយហើយខ្ញុំថតមកជាហៀងនេះខ្ញុំឡើងងាកទៅមើលសាច់អាំងតិចទៀតដល់វគ្គសាច់អាំងបងប្អូនខ្ញុំងាកទៅមើលសាច់អាំងខ្ញុំភ្លេចសេរីកាមេរ៉ាឲ្យត្រូវកន្លែងគេបុកចឹងណាហើយបងប្អូនមើលណែអើយអានេះគាត់សួរខ្ញុំដែរគាត់ថាកំងយកគ្រឿងសមុទ្រឬក៏កំងយកក្តាមបុកប៉ាតេឬក៏យកគេញ៉ាំជើងមាន់អីចឹងណាខ្ញុំថាបុកធម្មតាបានហើយចាយអើយព្រោះអីគ្រឿងសមុទ្រខ្ញុំចូលចិត្តញ៉ាំដែរប៉ុន្តែគ្រាន់ថាខ្ញុំចង់ញ៉ាំបុកល្ហុងជាងចឹងណាអូយជាតិណាបងប្អូនអើយហើយក្តាមគាត់នេះហាញ៉ាំទៅគឺខ្ទិះហ្មងសិតតពងជាតិហ្មងចាអូយឆ្ងាញ់ណាទៅចូលសម្លេងបដាឃ្លៀនបដាហើយបុកល្ហុងគាត់បុកកំផ្លែទេបងប្អូនសឹងថាអត់បាន10នាទីមិនបាន10នាទីទេមិនបាន10នាទីទេនិយាយមែនទាំងគាត់សាប់ទាំងអីអាពេលសាំខ្ញុំអត់បានថតទេអញ្ចឹងណាហើយគាត់ខ្ចប់មកអូយឃ្លានណាបងប្អូនហើយខ្ញុំនេះអាមិញហ្នឹងដៃមកជាហៀងថតបុកល្ហុងដៃមកជាហៀងមកមើលកូនគាត់ចេះលក់បងប្អូនតូចញ៉ែបណាចេះជួយការងារម៉ាក់បុកល្ហុងទៅកូនអ្នកលក់សាច់អាំងនេះអូយឆ្ងាញ់ណាស់ចាសាច់អាំងគាត់នេះក៏ឆ្ងាញ់ដែរកោះមន់អីអូឆ្ងាញ់ហ្មងនិយាយទៅទូចញ៉ែបទេតែចេះជួយលក់ម៉ាក់ក៏ទៅកូនណាអ្នកណាបានកូនល្អគឺអរគុណទៅបុនគេអ្នកណាបានកូនមិនល្អហ្នឹងគឺបុនយើងវាអន់អញ្ចឹងណាបងប្អូនមើលចេះជួយលក់ម៉ាក់ឃើញអញ្ចឹងគួរឲ្យស្រឡាញ់ហ្មងគេចេះអាំងហើយចេះរស់រីរាក់ទាក់ទៀតណាបងប្អូនអ៊ីយកអ៊ីចង់ញ៉ាំអីរើសមកអ៊ីចាំក្មួយអ្នកកដៅអីចឹងណាហើយអូយច្បាស់លាស់ហើយគិតលុយអីអាប់លុយអីច្បាស់តេងមកបងប្អូនកុំថាក្មេងអញ្ចឹងមកចង់សួរហុចលុយហុចកាក់ទៅចង់និយាយថាលក្ខណៈថាឧទាហរណ៍ថាចង់លោលេងអីចឹងណាដូចថាអស់7,500អញ្ចឹងឲ្យកដាស់មើលទៅអាប្រហែលគេឆ្លើយមកភ្លាមមើលថា2,500អីអូយច្បាស់ខ្លាំងកុំឃើញទូចញ៉ែបអញ្ចឹងណាបងប្អូនហើយម៉ាក់នេះខ្ជួតទៀតស្អាតដល់មុខឡើងចំណេញមិញគួរឲ្យស្រឡាញ់ហ្មងបុកល្ហុងក៏ឆ្ងាញ់ទៀត